bật lại phong áp thì bài phong mà ngày bữa nghe đó nè chẳng trong ca để trời pra chi vật mình miền trap sầm bát mà ha sẽ thấy vậy thế vấn đề sầm khăn chi vật miền tầm lai đòi bát trai sờ nạ cung đòi sờ nâng cứ toàn để sát được cả sam và chơi nhẹ từ màu khơi tầm lai này cả pra chi vật bởi mình chẳng khơi để sầm bát trong lột nâng đó đòi lại tịch thể và can anh tầm hà bỏ anh chẳng chầm bạch rồi tận đơm rồi bị chê vô lệch mùi trong lột ấy nâng chẳng thời nâng bao vì miền ạch ta tu khốn rồi chơi để prang prang tam nâng tới để đòi bỏ ra mắt để ạch miền đó miền là tịch thể mà phải can ạch tập hiệp nâng sanh tệ khệ nè sở mô hạ khệ nè cách khệ nè ram nạ khệ nè ấy nó có đào cả đạp chỉ khruôn chẳng tới ở bàn bài trai rùm lê ru về tình yêu sinh nhà sang kha vì nhiên năng chẳng tới ban nhạc khăn nó chia tịch thật than nạ đó chỉ tì tăng này tịch thể thôi ấy có prang prang đòi cầm lăng này tịch thể nâng là hốt bộ prất pan như vậy ấy tự tiệt cả tới chỉ cầm nâng bồ lại bạch nhạt dần thơ cầm nâng tại đòi bò rầm mắt nè thơ cầm ở miền thế nâng này nông sạch chạ chẳng buồn có đời khnia cái mà khnia đòi ạt xên đôi chia tạt thạch thền nè ăn nát tạt thền nè sạch chặt thền nè đòi bà đệ về thọt thền nè nòng bà đệ xăm tiền mẹ chia sạch chặt chẳng buồn năng tạt thà ni vị tạt thà ni nanh nhà thà ni năng chia sạch chặt chẳng tục sẽ một tỷ dạ đi rột mẹ nó chỉ anatta nè mình vô anh chẳng tục khăn này nó vừa anatta ban chẳng buồn nắng nơi khăn sập pe tham mê anatta tục sẽ một tỷ dạ đi rột mẹ ạt miền atta sạch chạ bấy chi sang kha rồi thố miền tập hiệp mình tiền bỏ na mình tiếng chỉ tục tại bên này biến cái tiền bà rong mà sọc chẳng vô tại anatta mùi tề anatta thền nè đòi ạt miền atta nòng sạch dạ thô còn là đó là ban sát tập than an chỉ ti bằngพระพุทธองค์สำแดงเมียนขลุ่นไอ้นั่นคือแต่อบรมจำเริญโดยองค์ไอ้นั่งอัตตะนั้นจะทำแม่นั่นคือสติปัฏฐานบุญนะตัวสตินั้นนองโพธิปัจจยทัวนั้นใจเตยเจ็บบุญแต่ตามทานตีตังนั่นนะเมียนกัดเมียนตีดำไปกำจัดบ้องในติดเทตันหาจังติดเทตันหานั้นเมียนโลกิยะนั้นที่อารมณ์ดิฉันแต่ประธานก็ประพฤติตึกน้องอารมณ์โลกิยะนั่นเองไปในขนมทำเมียนอุปาสนาแต่ประธานสัจจะบัพเปะเมียนตกสมมติเยอะเจารอมนี่เราแม่นั่นคือดังดาวสับนาเยียนขณะสดับแล้วเมียนวิปัสสนาดังเนียมรู้ปรมจะได้ปัจจัยtới chi
ឧបនិស្សយបច្ច័យទៅឲ្យបញ្ញាថ្នាក់ស្ដាប់ហ្នឹងបានដឹងនិរោធគឺការមិនប្រព្រឹត្តទៅនៃវត្តដាក់ហ្នឹងឯងដោយអំណាចនៃអរិយមគ្គហ្នឹងឯងរហូតដល់តែអរិយមគ្គមានសោតាបត្តមគ្គកើតឡើងទៅបានធ្វើកិច្ចទាំង4ក្នុងសច្ចៈហ្នឹងនៅជាលោកយៈហ្នឹងព្រោះមានកិច្ចមាននទីកម្ចាត់បងនៅទិដ្ឋិនិងតណ្ហាហ្នឹងអនិស្សតោចៈវិហរតិអ្នកចកិញ្ញលោកេឧបាទិយតេណាមិនអាស្រ័យដោយទិដ្ឋិនិងតណ្ហាមិនបកិបកម្មអ្វីតិចតួចក្នុងលោកេគឺឧបាទានខណ្ឌ5កាយវេទនាចិត្តធัวហ្នឹងដែលដូចជាស្រុកចោលអញ្ចឹងណាដើម្បីកំចាត់បងចោលហ្នឹងអញ្ញាធัวសន្តិសុខអង្គរបាលត្រូវចូលទៅក្នុងស្រុកហ្នឹងកំចាត់បងចោលហ្នឹងយ៉ាងណាមិញគឺចដ្ឋិតណ្ហាហ្នឹងមានលោកយៈជាអារម្មណ៍ចាប់ប្រកាន់ទៅដោយសកាយទិដ្ឋិថាអញទៅហើយតណ្ហាដែលស្ថិតនៅក្នុងឋានៈស្មើនឹងទិដ្ឋិហ្នឹងក៏របស់អញទៅអេតាំងមគ្គទៅរវល់ខ្វល់ដើម្បីឲ្យបានវៃក្នុងលោកហ្នឹងក្នុងលោកហ្នឹងដឹកនាំឲ្យមនុស្សឲ្យមានឲ្យបានវៃក្នុងលោកហ្នឹងដែលយើងចូលមកសិក្សាក្នុងពុទ្ធសាសនាដល់ថ្នាក់សតិប្បដ្ឋានវិបស្សនាសិក្សាបរមត្ថជំនួយដល់កិច្ចប្រតិបត្តិហ្នឹងទៅមានចាំបាច់ទស្សនាត្រូវការបានអីបើអត់មានខ្លួនយើងអ្នកបានផងណាមានតែវិញ្ញាណដឹងអារម្មណ៍ហ្នឹងអញ្ចឹងវិញ្ញាណមានបច្ច័យស្រាប់គ្រប់អីបានកើតឡើងដូចគណៈលឺនេះអញ្ចឹងអត់មានសតិយើងអ្នកលឺអញ្ចឹងទៅធម្មតាណាហ្នឹងយើងដឹងខណៈដែលអត់សតិហ្នឹងហើយនឹងខណៈដែលមានសតិខុសគ្នាត្រង់ថាខណៈមានសតិការលឺនោះប្រកបជាបរមត្ថធ្វើសវនកិច្ចប្រកបមកវាអត់មានអត្តាសត្វបុគ្គលមនុស្សទេវតាអីទេសវនកិច្ចប្រកបជាវិញ្ញាណធាតុចឹងសោតតែវិញ្ញាណធាតុចឹងណាទៅមโนទ្វេរវិថីចិត្តក៏ដឹងរឿងទៅក៏មโนវិញ្ញាណធាតុទៅប្រកបជាបរមត្ថមកណាហ្នឹងគឺខណៈដែលមានសតិហើយហើយនៅនឹងលោកតិចហ្នឹងវាអត់មានយើងហើយអញ្ចឹងលោកភ្នែកលោកច្រមុះលោកកណ្ដាតលោកកាយលោកចិត្តហ្នឹងអត់មានយើងហើយតែបានដឹងច្បាស់មួយអញ្ចឹងទៅជាឧបនិស្សយបច្ច័យដឹងទៅក្នុងវិញ្ញាណដតីចិត្តតានុបស្សនាសតិប្បដ្ឋានមិនបានប្រកាន់វិញ្ញាណតាមទ្វារទាំង6ហ្នឹងថាជាយើងហើយមានចាំបាច់ទៀមទាអារម្មណ៍ហ្នឹងយកមកឲ្យអ្នកណាវិញ្ញាណហ្នឹងដឹងអារម្មណ៍អីក៏បានហ្នឹងឯងវិញ្ញាណហ្នឹងមានទៅទៀមទាស្អីអាស្រ័យអារម្មណ៍នឹងឯងជាបច្ច័យកើតឡើងហ្នឹងរួចទៅត្រូវរលត់បាត់ទៅវិញទៅមានសមសនញ្ញាណកើតឡើងទៅវាដឹងអ្វីៗដែលអាស្រ័យបច្ច័យកើតឡើងវាស្មើគ្នាវាអត់មានខ្លួនឯងណាគ្រាន់តែជាផលនៃបច្ច័យហ្នឹងហ្នឹងមិនថាវិញ្ញាណហ្នឹងជាកុសលអកុសលអព្យាក្រឹតអីទេហ្នឹងជាអារម្មណ៍របស់សតិហ្នឹងឯងជាទីតាំងរបស់សតិប៉ុន្តែ
និយាយពីឧបនិស្សយបច្ច័យអានឹងយើងកំត្រួកុសលធម៌ដែលនាំឲ្យមានការចម្រើនសតិសតិប្បដ្ឋានហ្នឹងហើយតែដល់ទៅតួសតិប្បដ្ឋានវិញគឺអារម្មណ៍របស់សតិហ្នឹងគឺស្ថិតនៅក្នុងសាមញ្ញលក្ខណៈស្មើគ្នាគ្រប់អង្គគ្រប់គ្នាអ្នកមានអ្នកក្រអ្នកតូចអ្នកធំអីហ្នឹងបានរូបណារូបមហាភូតរូប4ឧបាទេយរូបមកជាទីតាំងនៃសតិទៅក៏ទៅជាកាយានុបស្សនាតែប្រធានទៅហើយវេទនាខណ្ឌហ្នឹងមកជាទីតាំងនៃសតិទៅក៏វេទនានុបស្សនាតែប្រធានទៅវិញ្ញាណហ្នឹងមកជាទីតាំងនៃសតិទៅក៏ជាចិត្តានុបស្សនាតែប្រធានទៅនៅសញ្ញានៅសង្ខារហ្នឹងក៏ចូលក្នុងធម្មានុបស្សនាតែប្រធានទៅឧបាទានខណ្ឌ5រៀនជាអារម្មណ៍របស់សតិសតិប្បដ្ឋានពីព្រោះសតិប្បដ្ឋានហ្នឹងដែលនាំឲ្យចម្រើននៅបញ្ញាសំណួរខាងចុងបាញ់ហ្នឹងយើងទីពូជណាណាទេរតបឋានដូចជាពូជនៃវិបស្សនាមានសម្ដែងទុកក្នុងគម្ពីរណាដែរឬទេហ្នឹងហើយតើពូជដូចម្ដេចណាហ្នឹងហើយនៅក្នុងអដ្ឋថាតបឋានសូត្រហ្នឹងត្រង់អាតាបិសម្បជាណោសតិមាដែលមើលកន្លែងសតិមាណាហ្នឹងហើយព្រះអត្ថាលោកពយល់សតិយាអារម្មណੰបរិក្ខហេតវាបញ្ញាយៈអនុបស្សតិកំណត់អារម្មណ៍ដោយសតិយាអារម្មណੰបរិក្ខហេតវាណាហ្នឹងហើយបានអនុបស្សនានឹងឯងបានកំណត់កាយវេទនាចិត្តធัวហ្នឹងទៅបានហើយតមកទៀតណាអ្នកហេសតិវិរៈហេតស្សៈហ្នឹងហើយកន្លែងហ្នឹងសំខាន់ហ្នឹងហើយសតិវិរៈហេតស្សៈហ្នឹងប្រសិជ្ជសតិហ្នឹងហើយអ្នកហេវិរៈអ្នកហេសតិវិរៈហេតស្សៈបានអនុបស្សនាអដ្ឋិនិមៈអ្នកហ្នឹងបដិសេធអដ្ឋិនេះអដ្ឋិមានណាអ្នកអដ្ឋិតែមិនមានដល់ប្រសិជ្ជសតិវិរៈហេតស្សៈនឹងគឺមិនឈ្មោះថាមានវិបស្សនាទេហ្នឹងហើយហ្នឹងជាការបញ្ជាក់អំពីសតិប្បដ្ឋានហ្នឹងគឺជាពូជនៃវិបស្សនាព្រោះបើអត់មានសតិប្បដ្ឋានហ្នឹងគឺអត់មានវិបស្សនាទេសតិយាអារម្មណੰបរិក្ខហេត្វាហ្នឹងគឺតលតែសតិរលឹកដឹងកាយវេទនាចិត្តធัวហ្នឹងបានអនុបស្សនាចម្រើនឡើងបានឈ្មោះថាកាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋានចេញមកច្បាស់ចឹងរាប់សតិប្បដ្ឋាន4ទៅយើងរាប់តាមនឹងឯងអត់មានរាប់ក្រៅពីនឹងទេចិត្តតានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាសតិប្បដ្ឋានតែប្រធានហ្នឹងគឺតែប្រធានដែលនាំឲ្យចម្រើននៅបញ្ញាវិបស្សនាអាហ្នឹងអដ្ឋថាកន្លែងហ្នឹងតែបន្តិចហ្នឹងច្បាស់លាស់ណាអត់មានសតិប្បដ្ឋានគឺអត់មានវិបស្សនាទេហ្នឹងឯងហ្នឹងអារម្មណ៍របស់សតិប្បដ្ឋានហ្នឹងគឺជាអារម្មណ៍របស់វិបស្សនាហ្នឹង
ព្រោះអារម្មណ៍ណាំងបរិក្ខហេតុថ្វាហ្នឹងកំណត់អារម្មណ៍សតិយាដោយសតិហ្នឹងហើយបានវិបស្សនានឹងឯងចម្រើនឡើងទៅបានអត់មានសតិកំណត់អារម្មណ៍អត់មានវិបស្សនាទេហ្នឹងហើយខុសអំពីសតិដែលប្រព្រឹត្តទៅក្នុងកម្មដ្ឋាននេះគ្រូកាត់លើកដោយច្រើនយើងសិក្សានៅក្នុងអានាបានសតិហើយក៏មកមើលទៅនៅក្នុងសតិប្បដ្ឋានសូត្រហ្នឹងព្រះអង្គប្រកាសអានាបានបព្វៈហ្នឹងដល់អញ្ចឹងទៅក៏មានការលើកឡើងថាសតិប្បដ្ឋានហ្នឹងមានអារម្មណ៍ទាំងបញ្ញត្តិយកត្រង់ទឹកយកត្រង់អានាបានបព្វៈហ្នឹងមានទាំងមានអារម្មណ៍ទាំងបញ្ញត្តិទាំងបរមត្ថហ្នឹងមានការលើកឡើងហ្នឹងក៏ជជែកគ្នាទៅហ្នឹងក្នុងសតិប្បដ្ឋានសូត្រហ្នឹងព្រះអង្គត្រង់តែលើកអំពីបព្វៈផ្សេងដែលចាប់តាក់ទងនឹងកាយហ្នឹងហើយបព្វៈហ្នឹងមានជាការចម្រើននៅសមាធិណាដូចជាអានាបានសតិអីហ្នឹងសតិរលឹកដឹងខ្យល់ហើមចេញចូលហ្នឹងសតិហ្នឹងគឺប្រព្រឹត្តទៅដើម្បីស្ងប់ប្រងាប់ចិត្តធម្មឈានទុយឈានតយឈានចតតិឈានអញ្ចឹងទៅហ្នឹងហើយនាំឲ្យបានឈានសតិដឹងខ្យល់ចេញចូលហ្នឹងណាហ្នឹងហើយតែដល់ទៅសតិប្បដ្ឋានគឺដឹងកាយណាកាយានុបស្សនាសតិប្បដ្ឋានអត់មានអាណាបានសតិប្បដ្ឋានទេកាយានុបស្សនាសតិប្បដ្ឋានតែតេតងខ្យល់ហើមចេញចូលតែបកគលចម្រើនអាណាបានសតិមួយហ្នឹងបានចម្រើនធัว4ដោយសារមានកាយវេទនាចិត្តធัวក្នុងការចម្រើននៅអាណាបានសតិហ្នឹងណាហ្នឹងហើយចម្រើនធัวមួយបានចម្រើនធัว4ចម្រើនធัว4ចម្រើនពោឈង្គៈ7ទៅ4ហ្នឹងគឺតេបដ្ឋាន4ហ្នឹងហ្នឹងអញ្ចឹងចង់ហាមចេញចូលហ្នឹងវាអាស្រ័យករិច្ចកាយករិច្ចកាយហ្នឹងព្រះរដ្ឋាលោកបញ្យល់ហើយហ្នឹងហើយអាស្រ័យវត្ថុគឺករិច្ចកាយហ្នឹងគឺមហាភូតរូបនិងឧបាទេយរូបហ្នឹងហើយបើយើងដឹងខ្យល់ចេញខ្យល់ចូលហ្នឹងវាតេតួងនឹងផោតពៈអត់មានផោតពៈអត់មានកាយវិញ្ញាណមโนទ្វារវិថីចិត្តអត់ដឹងខ្យល់ហើមចេញចូលទេហ្នឹងហើយអញ្ចឹងបានកម្មដ្ឋានហ្នឹងត្រូវមាននិមិត្តណាឧក្ហនិមិត្តបដិភៈនិមិត្តហ្នឹងពីព្រោះសមាធិឧបចារសមាធិអបណាសមាធិហ្នឹងគឺមโนទ្វារវិថីចិត្តអញ្ចឹងវាត្រូវមាននិមិត្តក្នុងមโนទ្វារហ្នឹងហ្នឹងហើយឲ្យតែកម្មដ្ឋានហ្នឹងតេតួងអំពីបញ្ញទ្វារមកត្រូវមាននិមិត្តដែរដោយកសិនអីចឹងត្រូវមើលដោយភ្នែកចឹងទៅវាត្រូវមាននិមិត្តមកមโนទ្វារវិថីចិត្តហ្នឹងហ្នឹងហើយចម្រើនអសពអីចឹងក៏មើលដោយភ្នែកដែរត្រូវមាននិមិត្តដែរហ្នឹងហើយមโนទ្វារវិថីចិត្តហ្នឹងហើយត្រូវកើតបន្តអំពីបញ្ញទ្វារហ្នឹងមកបានវាមាននិមិត្តដូចជាកម្មដ្ឋានអនុសតិពុទ្ធានសតិអីមាននិមិត្តអីយកគុណរបស់ព្រះពុទ្ធមកជាទីតាំងនៃសតិរលឹកមេត្តាករណាអីហ្នឹងអត់មាននិមិត្តអីទេមេត្តានិមិត្តហ្នឹងគឺសត្វបញ្ញត្តិហ្នឹងហើយសម្គាល់គួរឲ្យមានមេត្តាហ្នឹងហ្នឹងហើយហ្នឹងអត់មាននិមិត្តឧក្ហនិមិត្តបដិភៈនិមិត្តអីក្នុងមโนទ្វារហ្នឹងទេដូចខ្យល់ហើមចេញចូលវាតេតួងកាយទ្វារអញ្ចឹង
សភាវៈធัวវាអត់មានចេញចូលទេណាចោលចេញចោលចូលហ្នឹងប៉ុន្តែវាតគ្នារវាងផោតថពៈហ្នឹងហើយកាយវិញ្ញាណហ្នឹងក៏ដឹងផោតថពៈហ្នឹងតគ្នាហ្នឹងហើយបានមโนទ្វេរវិថីចិត្តហ្នឹងបានដឹងចោលចេញចោលចូលហ្នឹងឯងដល់ផោតថពៈប៉ះនឹងកាយហ្នឹងឯងអញ្ចឹងដែលត្រូវដឹងកាយគឺមហាភូតរូបនិងឧបាទេយរូបអាហ្នឹងករិជ្ជកាយវត្ថុដែលនាំឲ្យមានចោលចេញចូលហ្នឹងបានឃើញការកើតការរលត់ឃើញទាំងកើតទាំងរលត់ហ្នឹងគឺសភាវៈហ្នឹងឯងហើយបានព្រះអង្គបញ្ជាក់គ្រប់បព្វៈទាំងអស់នឹងអដ្ឋិកាយោទវាបណាសៈសតិបច្ចុប្បតតាហោតិហ្នឹងយេវតេវៈញាណមត្តាយៈបដិសតិមត្តាយៈហ្នឹងហើយជាដើមហ្នឹងចឹងទៅអនិស្សតោចវិហរតិអ្នកចកញ្ញលោកេឧបាតិយតិហ្នឹងទៅយ៉ាងទៀតគឺកាយហ្នឹងស្មារតីរបស់ភិក្ខុហ្នឹងក៏ផ្ចង់ឡើងដោយចំពោះតែកាយហ្នឹងមានមេនណាអដ្ឋិកាយោទវាវេទនាមានមេនចិត្តមានមេនធัวមានមេនណាហ្នឹងបរមត្តណាហ្នឹងហើយដែលមិនមែនបរោះស្ត្រីកុហកបព្វជិតហ្នឹងគឺអារម្មណ៍ក្នុងលោកអីហ្នឹងលោកគេហ្នឹងគឺកំចាត់អបិជាតោមនោមិនអាស្រ័យដោយទិដ្ឋិនិងតណ្ហាក្នុងកាយវេទនាចិត្តធัวហ្នឹងតែគាត់ថាអាសនៈហ្នឹងទិដ្ឋិតណ្ហាវាអង្គុយអញ្ចឹងតេងកវត្តចោលអញ្ចឹងណាហ្នឹងហើយឯងមកល្ងងអីមកប្រភ្លីប្រភ្លើអីមកប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណជាសត្វជាបុគ្គលស្អីអាហ្នឹងវាមានអវិជ្ជាជាឫសគល់នៃទិដ្ឋិតណ្ហាហ្នឹងសតិហ្នឹងមករលឹកឲ្យដឹងទៅតាមសេចក្តីពិតហ្នឹងឯងអារម្មណ៍ទោះជាសមតិសច្ចៈក៏ដោយបរមត្តសច្ចៈហ្នឹងក៏ដែរឲ្យតែសតិរលឹកដឹងគឺមិនដែលនាំអកុសលឲ្យមកកើតជាមួយទេតែងតែនាំទានសិលសមថវិបស្សនាប្រកបជាមួយហ្នឹងគឺសេចក្តីពិតនៃអារម្មណ៍ទាំងអស្ចារ្យណាសេចក្តីពិតនៃអារម្មណ៍នៃសត្វលោកយើងចេះតែលោភៈទោសៈមោហៈទិដ្ឋិមាននេះកិលេសឧបកិលេសហ្នឹងជាមួយនឹងអារម្មណ៍ហ្នឹងមកពីវង្វេងទេវែងអត់ដឹងសេចក្តីពិតនៃអារម្មណ៍ទេទាំងសមតិសច្ចៈទាំងបរមត្តសច្ចៈតែលោតែសតិបានដឹងគឺអត់មានអកុសលណាមួយប្រព្រឹត្តទៅក្នុងអារម្មណ៍នោះទេហ្នឹងឯងចឹងបានយើងខំរៀនសិក្សាពធហ្នឹងជាប្រយោជន៍ឲ្យមានសតិឲ្យមានយោនិសោមនសិការៈហ្នឹងឯងហើយអញ្ចឹងវាអត់មានការប្រកាន់ខ្លួនយើងអញ្ចឹងវាអត់ចាំបាច់បានសម្បត្តិទិដ្ឋិសម្បត្តិទេវតាសម្បត្តិព្រំអីទេអស្ចារ្យណាស់ទាំងនៅត្រង់ការដែលមិនត្រូវកាយនេះទេណាសេចក្តីសុខស្ងប់ហើយបើនៅប្រកាន់ខ្លួនយើងអញ្ចឹងបានសម្បត្តិក្នុងភព3នៅតែខ្វាយខ្វល់អញ្ចឹងឲ្យតែនៅប្រកាន់អញតែមានអញមានគេតែអញគេប្រៀបផ្ទឹមគ្នាណាមួយរបស់នឹងប្រែប្រួលទៅណាមួយខ្លួនឯងនឹងចាស់ឈឺអីចឹងទៅអាឡោះអាឡៃវាជារឿងខ្វល់ហ្មងតែអត់មានទិដ្ឋិនិស័យណាដែលបកគលប្រកាន់ហើយមិនចង្អៀតចង្អល់ចិត្តទេក្នុងអលកតូបមសោតព្រះអង្គលើកមកសាកសួរភិក្ខុទាំងឡាយហ្នឹងអ្នកទាំងឡាយមានឃើញទិដ្ឋិនិស័យដែលបកគលប្រកាន់ហើយមិនចង្អៀតចង្អល់ហ្នឹងបើពិតព្រះអង្គដោយចម្រើនពួកយើងខ្ញុំព្រះអង្គមិនឃើញទេត្រូវហើយអ្នកភិក្ខុទាំងឡាយតថាគតក៏រួមឃើញអាហ្នឹងទិដ្ឋិហ្នឹងវានាំឲ្យមានចង្អៀតចង្អល់ក្តីចង្អៀតចង្អល់ហ្នឹងខ្លួនយើងវានៅក្នុងភ្នែកជាចំនួនដាតកាយចិត្តតែប៉ុណ្្នឹងទេគាត់ណា
ដល់ទៅមានតែប្រធានចម្រើនឡើងអាស្រ័យការដែលបានស្ដាប់បានរៀនព្រះអភិធម្មហ្នឹងរៀនហ្នឹងជួយដល់សតិប្បដ្ឋានហ្នឹងហើយយើងបានដឹងនៅជីវិតជាប្រកដីហ្នឹងមានកាយវេទនាចិត្តធัวហ្នឹងដែលជាទីតាំងនៃសតិបានទៅជាសតិប្បដ្ឋានកុំឲ្យវានៅតែទឹកថិតឋានណាហ្នឹងហើយទឹកថិតឋានវាកន្លែងរបស់ទឹកខែដូចស្រុកចោលអញ្ចឹងឥឡូវដើម្បីឲ្យសន្តិភាពវាតលតែអស់ចោលហ្នឹងឋានវាកន្លែងហ្នឹងហើយតលតែមានសតិប្បដ្ឋានហ្នឹងគឺសតិដឹងកាយហ្នឹងបានទៅជាសតិប្បដ្ឋានកាយហ្នឹងហើយសតិដឹងវេទនាដឹងចិត្តដឹងធัวហ្នឹងឋានដូចយើងអាកាសយានដ្ឋានអញ្ចឹងវាយន្តហោះអញ្ចឹងហ្នឹងហើយអញ្ចឹងគឺសតិប្បដ្ឋានឋានហ្នឹងគឺកាយវេទនាចិត្តធัวដែលកាយហ្នឹងវាជារូបហ្នឹងហើយជាទីតាំងនៃទិដ្ឋិទៅជាទិដ្ឋិឋានៈវេទនាចិត្តហើយនឹងសញ្ញាសង្ខារហ្នឹងឧបាទានខណ្ឌហ្នឹងដែលទិដ្ឋិវាតែងតែចាប់ប្រកាន់ទៅវាវង្វេងថាយើងថាគេទៅអញ្ចឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងខណ្ឌអាយតនៈធាតុហ្នឹងហើយហើយបានជាទីតាំងនៃសតិដែលយើងស្ដាប់យើងសិក្សាទៅពិចារណាតាមពធដែលព្រះអង្គសម្ដែងទៅជាមានសតិប្បដ្ឋានអញ្ចឹងចំណេញប៉ុណ្ណាហ្នឹងហើយចំណេញត្រង់ឲ្យថាវាអត់មានខ្លួនយើងចាំបាច់បានសម្បត្តិក្នុងភព3វាចំណេញលើសអំពីការបានសម្បត្តិក្នុងភព3ទៀតអានៅប្រកាន់ខ្លួនឯងអ្នកបានហ្នឹងនៅមិនឆ្អែតនៅមិនគ្រប់ទេសម្បត្តិភព3ហ្នឹងហើយនៅមិនអស់ខ្វល់ទេតែដល់ទៅអត់មានខ្លួនយើងចាំបាច់បានចំណេញប៉ុណ្ណាវាលើសពីបានសម្បត្តិក្នុងភព3ហ្នឹងគឺសម្បត្តិព្រះនិព្វានហ្នឹងណាត្រង់ដែលកាត់ទិដ្ឋិតណ្ហាដោយសោតាបត្តមៈហើយការមិនកើតឡើងនៅទិដ្ឋិហ្នឹងឯងគឺសម្បត្តិព្រះនិព្វានណាសេចក្តីទុកព្រោះការប្រកាន់ហ្នឹងវត្តដាក់ទុកហ្នឹងមិនកើតមានហ្នឹងហ្នឹងឯងដែលជាបរមសុខបរមសុខព្រះនិព្វានហ្នឹងគឺត្រង់វត្តដាក់ទុកមិនកើតឡើងជារៀងរហូតដោយអំណាចសោតាបត្តមៈសកតាគេវិមៈជាដើមហ្នឹងអនុបាទៈនិរោធនិរោធសច្ចហ្នឹងជាបរមសុខរបស់អ្នកដែលបានអរិយមគ្គហ្នឹងត្រង់ដែលវត្តដាក់ទុកហ្នឹងមិនកើតឡើងដល់អ្នកដែលបានអរិយមគ្គហ្នឹងទាំងនៅរស់ហ្នឹងហ្នឹងហើយការប្រកាន់ខ្លួនហ្នឹងវានាំឲ្យកំណាញ់ទៅចំណែនទៅរស់ប្រកែកទាស់តេងទៅបញ្ញវរិយទៅវាយខ្វល់រវល់សោកៈបរិទេវៈទៅហើយសេចក្តីទុកនឹងឯងមិនបានពលត្រូវព្រះសោតាបានទេហ្នឹងហើយមិនបានកើតឡើងមកបៀតបៀនព្រះសោតាបានហ្នឹងទេហ្នឹងបរមសុខហ្នឹងហើយសុខចិត្តដោយឡែកផ្សេងដោយសទ្ធាសិលសតៈចាគៈបញ្ញាថ្វាយចង្ហាន់ប្រសង់សូមពួរ8ប្រការអីវាសកាវិសាខាអានឹងសុខផ្លូវចិត្តដោយឡែកផ្សេងហ្នឹងហើយសុខក្នុងផលសមាបត្តិចឹងទៅអង្គខ្លះលោកបានឈានក៏សុខក្នុងឈានសមាបត្តិទៅអានឹងគឺចិត្តវិវេកដោយឡែកព្រះនិព្វានឧបធិវិវេកចិត្តវិវេកហ្នឹងគឺដោយវិខំបណបហានៈសមុឆេតបហានៈហ្នឹងហើយចិត្តហ្នឹងគឺប្រព្រឹត្តទៅជាសុខតែមិនមែនព្រះនិព្វានទេសុខចិត្តហ្នឹងព្រោះជាចិត្តជាសង្កតធัวហ្នឹងហើយហ្នឹងគឺតែសុខដោយឡែកក្នុងជីវិតរស់នៅរហូតដល់ទៅព្រះអរហន្តទៅហ្នឹងហើយចិត្តសុខហ្នឹងផ្សេងណាបរមសុខណាសម្បត្តិបរមសុខហ្នឹងហើយវាដូចថោចជនទាំងឡាយដែលនៅសម្គាល់មានខ្លួននឹងបានដីបានផ្ទះបានភរិយាស្វាមីកូនប្រុសស្រីសប្បាយចិត្តបានឋានៈបុណ្យស័ក្តិលៀបយសសម្បត្តិសិទ្ធិសម្បត្តិបរិជាសម្បត្តិទេវតាសម្បត្តិប្រអិនប្រព្រំចឹងទៅនឹងសន្មត់ជាអ្នកបានសម្បត្តិទាំងអស់ហ្នឹងប៉ុន្តែ
មិនបានសម្បត្តិព្រះនិព្វានទេហ្នឹងហើយអត់សន្មតថាបុគ្គលបានសម្បត្តិព្រះនិព្វានទេដរាបណានៅសម្គាល់មានអាត្មាអញអញ្ចឹងណាហ្នឹងហើយព្រោះវាអត់មាននៅប្រកម្មថាអាត្មាអញហើយទៅបាននិព្វានត្រង់ថានិព្វានជាវត្ថុអីជាភពជាភូមិជាឋានជាកន្លែងស្អីជារបស់ស្អីអត់មែនទេណាមិនមែនដូចសម្បត្តិក្នុងលោកណានៅក្នុងសេចក្តីប្រកម្មខ្លួនអញជាម្ចាស់អានឹងវាចិត្តតែបានសម្បត្តិហ្នឹងសន្មត់នៅក្នុងការខ្វាយខ្វល់ចង្អៀតចង្អល់ប៉ុន្តែសន្មត់ម្ចាស់ផ្ទះម្ចាស់ដីអីហ្នឹងប្រើប្រាស់តាមហ្នឹងអាចធ្វើទានសាសិលចម្រើនសមថៈអីទៅបានហ្នឹងហើយតែដាច់ខាតគណៈបឋិជនអត់មានបានសម្បត្តិព្រះនិព្វានទេដល់ទៅបានសម្បត្តិព្រះនិព្វានដោយសោតាបត្តមៈនេះវាលះសេចក្តីប្រកាន់ថាជាអញហ្នឹងណាវាលះអតិថិហ្នឹងណាហ្នឹងហើយមិនមែនលះអត្តាទូខ្លួនទេតែបើយើងនិយាយអត្តាហ្នឹងទៅលើទិដ្ឋិអាហ្នឹងបានប៉ុន្តែអត្តាសត្វបុគ្គលហ្នឹងវាអត់ស្រាប់ហើយតាំងពីដើមមកហ្នឹងហ្នឹងហើយព្រះនិព្វានមិនមែនទៅលះអត្តាហ្នឹងឯណាមិនព្រោះការមិនមានអត្តាហ្នឹងទេព្រោះអត្តាវាអត់ស្រេចទៅហើយប៉ុន្តែលះទិដ្ឋិដោយអរិយមគ្គហ្នឹងហើយទិដ្ឋិហ្នឹងវានៅក្នុងកិលេសវត្តៈហ្នឹងឯងមិនកើតឡើងត្រង់មិនកើតជារៀងរហូតនេះអញ្ចឹងកម្មក៏មិនកើតកម្មដែលនាំទៅអបាយភូមិអីហ្នឹងឧបបត្តិភពហ្នឹងក៏មិនកើតហ្នឹងនិរោធអរិយសច្ចៈគឺអនុបាទនិរោធណានៅក្នុងវិភង្គសោតបេដកលេខ31ប្រសូតទី2ហ្នឹងគឺព្រះថាលោកបញ្យលនិរោធគ្រប់បទទាំងអស់ហ្នឹងគឺជាព្រះនិព្វានហើយនិរោធោហោតេអនុបាតោហោតៃតេហ្នឹងគឺនិរោធហ្នឹងគឺអនុបាទៈហ្នឹងឯងគឺការមិនកើតឡើងហ្នឹងបញ្យលនៅក្នុងវិភង្គសោតហ្នឹងឯងយើងមើលគុណចាស់មុនមើលទៅឲ្យច្បាស់ថាអូបានឃើញក្នុងព្រះកថានឹងនិរោធហ្នឹងគឺអនុបាទៈការមិនកើតហើយនិរោធហ្នឹងគឺប្រែថារលត់ចឹងទៅឬក៏និរោធៈនៅក្នុងសច្ចវិភង្គបញ្យលអំពីការមិនមានរោធៈហ្នឹងគឺវដ្តសង្សារហ្នឹងគឺពន្ធនាគាររោធៈហ្នឹងបញ្យលរបៀបដូចនិព្វានដែរវេទនៈព្រៃស្បាតគឺតណ្ហាហ្នឹងហើយនិចទៅមិនមានហ្នឹងគឺនិព្វាននិរោធហ្នឹងគឺជាការដែលរួចផុតអំពីពន្ធនាគារនៃវដ្តសង្សារប្រែថារលត់ក៏បានហើយហ្នឹងហើយនៅក្រែងលោកយើងឆ្ងល់ថាបើអត់កើតផងមិនបានរលត់ហ្នឹងឧបាទៈនិរោធអាហ្នឹងវាជាសង្ខារនិរោធហើយព្រះនិព្វានគឺមិនមែនសង្ខារនិរោធទេហ្នឹងហើយមិនមែនការកើតរលត់ទេមិនមែនឧបាទៈវិយធម្មិណោឧបច្ឆិត្វានិរោឆន្តិហ្នឹងទេរលត់ព្រោះមិនកើតហ្នឹងព្រោះអស់បច្ច័យគឺបានន័យថាសេចក្តីទុកក្នុងវត្តដាក់ហ្នឹងដែលមិនដឹងទីបំផុតខាងដើមរហូតមកហ្នឹងវាអស់បច្ច័យទៅអញ្ចឹងគឺរលត់ដោយព្រះអង្គសម្ដែងរតនសូត្រចឹងនៅពេលដែលបង្រៀនព្រះអនន្តនៅវេសាលីហ្នឹងក៏មានប្រទីបដួងមួយរលត់ទៅក៏ព្រះអង្គបញ្ជាក់ចំក្រោយនិព្វានធិរាយថាយំបតិបោអិតាមបសង្ឃេរតនំបណៃតាំងហ្នឹងឯងកែគឺប្រសង្ឃជារតនៈដល់ដំហ្នឹងនិព្វានធិរាណាអ្នកប្រាជ្ញលោករលត់យថាយំបតិបោដូចជាប្រទីបដែលរលត់ព្រោះអស់ប្រេងសង្ខាររលត់ព្រោះអស់បច្ច័យអនាគតទុក្ខនិយាយដល់អនាគតទុក្ខហ្នឹងឯងព្រោះមិនបានអប់រំនៅមគ្គអាហ្នឹងតែនិយាយអនាគតទុក្ខគឺត្រូវបញ្ជាក់ព្រោះមិនបានអប់រំនៅមគ្គហ្នឹងហើយអនាគតទុក្ខអនាគតជាតិព្រោះមិនបានអប់រំនៅមគ្គហ្នឹងមិនកើតឡើងព្រោះបានអប់រំនៅមគ្គហ្នឹងឯងអនុបាទៈនិរោធ
men tây tạ tục tây tạ tục cái nơi tục chẳng bạch giờ bom để cao mà hơi nơi tục chẳng là ngày té Anna cái tạ tục nông Anna quật pro mình ban ọp rôm nơi mẹ mình cả lái pro ban ọp rôm nơi mẹ nâng cái nông tha tụ thì dẹp bồ thì sâu vì ưu tiên á là ngày bồ thì vẹ thì mùi nó nghiền bạc thầm mạng bồ thì sâu tụ thì dẹp bồ thì sâu tạ thì dẹp bồ thì sâu nâng tụ thì dẹp bồ thì sâu nâng bẹt là tha nó vẫn vừa ăn nộp bạc tệ nì rột nâng thong đây hơn là dân cái nông nụ lục rù lòng sự vật nắng lục nè đại vô thật tập than miên phải nhặt trẻ rám đại án từ lơ thật than mà ha tập than ở sâu đại lục đánh ti sạch xê chìm ran tập than nâng thằng trong thời gian pasana tập than đâu phải trẻ tha na pa là bạp vẽ bà đại côn nè sẽ cà ra bạp quan tệ ima nê vẽ thuê apana kamatha na ni rồi là bạp vẽ ní pre bạp vẽ ní phần nâu là bà là bạp vẽ nâng bà đi công nè cả là bạp vẽ chia apana kamathan nâng apana kamathan trời ấy miền ấy phần để tha mình men chia tập than nâng tệ đằng cho trên châu tệ đằng cài nâng tệประเทศนองกรรมฐานนั่นนะมาบางทียังกระนั้นเคยบอกได้นึกน้องแต่ประธานโสดจังเต้บอกประกาศประกรรมฐานนั่งเต้ก็การโยกสิ่งใดท่านั่งคือสติประธานจังเต้ไปยังจะการโยกจังบอกทำได้เกี่ยวกับกรรมฐานเม้นเป็นตัวอะไรหน้าเชื่อสติประธานนั่นได้มันสำคัญนั่นไงกายานุปัสสนาแต่ประธานก็เตรียมเชื่อปีกายนั่นนะมหาพุทธรูปนั่งกับปาเตยรูปนั่งไงน้องอัฏฐทานั่งได้ยังได้ดังได้น้องกายนั่งนั่งไงที่บรมัตถ์ทั่วนั่งพระพุทธองค์ไปเชื่อในขนมสมุติเยอะโสดขนมใบดอกเลย3sẽ phẩm 3นั่งไงน้องอมตะเวะโสตีมุ้ยที่แต่ประธานคือสเตนั่นเรามาโสตีปีคือบอกองได้ปีอารมณ์บ่สเตนั่นนะกายเวทนาเจ็ดทัวนั่นเมียนกาการจะหลุดอันนั้นคือกัดก็ได้ฉบับรอให้อันนั้นไงบัดจะเชยไอ้เขาเรียกตัวเตี้ยเต้พวกบอกองจำได้กายเวทนาเจ็ดทัวเมียนกาการจะหลุดนั่นไงสมุติยันจะทั้งกับแมนจะกายกายปีอาหาเวทนีสลายภาษะเช็ดสลายเนมรูปทั่วสลายมเนสิการะนั่นไงเตียงโยนิสามเนสิการะเตียงอะโยนิสามเนสิการะนี่บรรณะบัพเปไอ้นั่งนั่งเปรียบกับท้าลูกปัญญาพระองค์ได้มเนสิการะนั่นนะนั่นไงเรียกท้าเป็นเชี่ยเตียงโยนิสาวเตียงอะโยนิสาวจังกูจะบ้าให้ในขนมสติปัฏฐานวิแพงก็เลิกโยประโสดนั่งไงโยแต่เป็นเชี่ยนองสติปัฏฐานวิแพงโก้นั่งไงประโสดนั่งใครเม้นปันแต่คือกลมเอากอบบัตรนั่งไงให้กลมเอาจะล้อมท่านั่งคือพระองค์ตรวงตราmà đào ô thì dẹp giờ nhiên tới bàn miền ca rồi lượt mền đấy là na đăng cả đói là na mình đăng cả đói cài về từ đây chết thua nó cứ nòng cô có bay cài mà nó ruộng phải cầu về miền ca rồi lượt tạm nâng nâng này còn thà to đại ban ô thì dẹp giờ nhiên tới bàn khơi ca rồi lượt nâng này nâng làm trầm trời đó nâng này bên cao rồi luật nó đời xa ô thì dẹp bây nhiên tê mền tê là ngày miền cài nòng cô của bầy năng miền mà nô tu tư là thị sa na na nó có miền cao rồi luật chỉ thầm ở đà năng cái này bình chia tha vây để miền cao rồi luật cứ chỉ bỏ ra mặt rồi thua là ngày cô bánh nhát ở miền lẹ là nạ cái phò và toát than này là ngày ở miền lẹ nạ tiềnปัจจัตลละนะ
ទាំងសាមញ្ញលក្ខណៈអត់មានលក្ខណៈកិច្ចផលបតតឋានអីហ្នឹងអត់មានទេហ្នឹងហើយហ្នឹងបញ្ញត្តិព្រះនិព្វានអត់មានបច្ច័យប៉ុន្តែមានលក្ខណៈស្ងប់ហ្នឹងហើយមានការមិនចុតិជាកិច្ចមានមិនមានសង្ខារនិមិត្តជាអាការប្រកបណាហ្នឹងហើយហើយព្រះនិព្វានមិនមានបច្ច័យវាខុសអំពីបញ្ញត្តិហ្នឹងហើយនិព្វានមិនមានបច្ច័យមែនតែបរមត្តជាផលរបស់មគ្គបានហៅថាបរមត្តហ្នឹងបរមនឹងអដ្ឋៈហ្នឹងផលហ្នឹងហើយជាផលដ៏ក្រៃលែងហ្នឹងផលរបស់មគ្គហ្នឹងហើយតែមិនមែនមគ្គហ្នឹងជាបច្ច័យជាហេតុតែហេតុហ្នឹងទលំទលាយជាងបច្ច័យហ្នឹងទៅទៀតហ្នឹងហើយបច្ច័យក៏នៅក្នុងហេតុបច្ចយៈហេតុហ្នឹងហ្នឹងហើយដល់ទៅហេតុមិនមែនបច្ច័យហ្នឹងហ្នឹងហើយគឺអរិយមគ្គហ្នឹងជាហេតុជាបដិបត្តិអត់មែនជាបច្ច័យនៃព្រះនិព្វានទេណាជាបច្ច័យនៃអរិយផលណាហ្នឹងហើយប៉ុន្តែជាបដិបត្តិដែលនាំឲ្យមានផលសម្រេចមិនមែនផលកើតទេព្រះនិព្វានណាមិនមែនផលកើតទេផលសម្រេចហ្នឹងហើយអត់មានអរិយមគ្គគឺអត់មានការសម្រេចនៅព្រះនិព្វានហ្នឹងទេអត់មានព្រះនិព្វានអ្វីដទៃក្រៅតែពីផលរបស់មគ្គទេហ្នឹងហើយអញ្ចឹងត្រូវតែជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គអត់មានសម្បត្តិណាអត់មានម្ចាស់ទេអត់មានព្រះនិព្វានណាអត់មានម្ចាស់ទេអត់មានព្រះនិព្វាននៅតែឯងអត់មានម្ចាស់អត់មានអ្នកទៅនៅអីដូចសទ្ធាវះព្រំអីហ្នឹងហើយពុទ្ធអត់បានត្រាស់ដឹងយូរទៅអត់មានព្រំតកើតអត់មានអនាគាមិបុគ្គលតកើតហើយព្រំនៅនឹងក៏អស់អាយុនិព្វានអស់ទៅនិព្វានអត់មានអញ្ចឹងទេហ្នឹងហើយនិព្វានគឺជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គហ្នឹងហើយអត់មានព្រះនិព្វានណាសម្បត្តិអត់មានម្ចាស់ទេហ្នឹងហើយម្ចាស់បញ្ញត្តិគឺអ្នកដែលបានអរិយមគ្គហ្នឹងណាគឺព្រះនិព្វានសម្បត្តិព្រះអង្គដែងនិព្វានជាសម្បត្តិនៅក្នុងនិធិកណ្ឌសូត្រវេដកលេខ52បន្ទាប់ពីតារោកតសូត្រមាននៅក្នុងខត្តកនិកាយខត្តកបាថៈហ្នឹងមួយហើយក្នុងពេតវត្ថុក៏មានតារោកតសូត្រវេដក52ហ្នឹងខាងដើមមុននឹងដល់បគាថាធម្មវត្តមាននិធិកណ្ឌសូត្រព្រះអង្គដែងពីបញ្ញនិធិកំណត់បុណ្យនឹងឯងដែលនាំឲ្យបានសម្រេចនៅសម្បត្តិផ្សេងទាំងអស់ក្នុងនឹងរហូតដល់ទៅនិព្វានសម្បត្តិព្រះអង្គសម្ដែងសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វានដែលយើងតែងតែឮលោកគ្រូអាចារ្យអីឲ្យពោអីបានសម្បត្តិ3ប្រការអីហ្នឹងគឺព្រះពុទ្ធអង្គសម្ដែងសម្បត្តិ3ប្រការហ្នឹងក្នុងនិធិកម្មសូត្រហ្នឹងហើយហ្នឹងនិព្វានសម្បត្តិសម្បត្តិព្រះនិព្វានគឺជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គហ្នឹងហើយអត់មានព្រះនិព្វានណាអត់ម្ចាស់នោះទេគឺនិព្វានគឺមានម្ចាស់ដោយបញ្ញត្តិហ្នឹងហើយគឺអ្នកដែលបានអរិយមគ្គហ្នឹងហើយអញ្ចឹងក្នុងកម្មដ្ឋានអាហ្នឹងគឺអាណាបានបពៈហើយបរិកោមអ្នកសិការៈបពៈអាណាបាហ្នឹងបានធម្មឈានទុយឈានតយឈានតតឈានអីហ្នឹងចឹងទៅហ្នឹងហើយអាហ្នឹងសតិដែលព្រឹត្តទៅក្នុងកម្មដ្ឋានហ្នឹងមិនមែនជាសតិប្បដ្ឋានទេគ្រាន់តែព្រះអង្គដែងក្នុងសតិប្បដ្ឋានសូត្រហ្នឹងហើយអ្នកត្រង់សតិប្បដ្ឋានគឺអដ្ឋិកាយោទវាបនស្សៈនេះកាយមានមែនស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងដោយចំពោះកាយហ្នឹងមានមែនតែមិនមែនមនុស្សសត្វកុហកបព្វជិតបរោះស្ត្រីអីទេគ្រាន់តែជាគ្រឿងចម្រើនសតិចម្រើនបញ្ញាស្មារតីទៅប៉ុណ្ណោះមិនមែនចាប់យកទេណាដោយត្រឹមតែយាវទេវៈហ្នឹងគ្រាន់តែជាគ្រឿងឲ្យចម្រើនសតិបញ្ញាណាហើយមិនអាស្រ័យដោយទិដ្ឋិនិងតណ្ហាណាវាថាត្រឹមតែហ្នឹងគឺមិនមែនដើម្បី
អ្វីដទៃទេគ្រាន់តែឲ្យចម្រើនសតិបញ្ញាហ្នឹងហើយក៏កំចាត់បងនៅទិដ្ឋិតណ្ហាហ្នឹងមិនបកិបកម្មអ្វីតិចតួចក្នុងលោកគេហ្នឹងគឺព្រះថាលោកប្រាប់ឲ្យឧបាទានខណ្ឌហ្នឹងឯងក្នុងលោកហ្នឹងគឺសតិប្បដ្ឋានតើតែមានសតិប្បដ្ឋានបានមានវិបស្សនាសតិក្នុងអាណាបាហ្នឹងគឺប្រទៅដើម្បីឈាបហ្នឹងហើយកាយកតាសតិអីហ្នឹងដែលប្រទៅដើម្បីបឋមឈានត្រឹមប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងគឺឲ្យយើងបានជ្រាបពីតួសតិប្បដ្ឋានណាគឺសតិដែលកំណត់កាយបានកាយានុបស្សនាតេបដ្ឋាននឹងចម្រើនឡើងអនិច្ចានុបស្សនាទុក្ខានុបស្សនាអនត្តានុបស្សនានិព្វានុបស្សនាវិរិយគានុបស្សនានិរោធានុបស្សនាបដិនិស្សគានុបស្សនាហ្នឹងកាយានុបស្សនាសតិប្បដ្ឋានហ្នឹងហើយអញ្ចឹងគឺកាយគេចេញឈ្មោះកាយមកច្បាស់គឺមហាភូតរូបនិងឧបាទាយរូបអត្ថាទេពតានសូត្រហ្នឹងហើយអញ្ចឹងកាយហ្នឹងហើយអាហ្នឹងជាអារម្មណ៍របស់សតិគឺកាយហ្នឹងអញ្ចឹងគឺសមថៈដែលសមថៈយាននឹកលោកមានប្រដីចម្រើនសមថៈហ្នឹងអញ្ចឹងទៅអាហ្នឹងប្រៀបដូចថាដីដែលមានជីជាតិអញ្ចឹងដីក្រហមល្អណាដាក់កស៊ូទៅល្អប៉ុន្តែបើអត់យកកស៊ូទៅដាំដុះបន្លាដុះស្មៅអញ្ចឹងទៅហ្នឹងហើយហ្នឹងហើយទៅជាទិដ្ឋិតណ្ហាអីទៅបានទាំងហ្នឹងហើយប៉ុន្តែដល់ទៅមានសតិកំណត់ដឹងកាយវេទនាចិត្តធัวទៅបានមានដើមវិបស្សនាហ្នឹងឯងដែលថាខ្ញុំណាអ្នកថាតែប្រធានហ្នឹងជាពូជហ្នឹងប៉ុន្តែត្រង់សេចក្តីហ្នឹងត្រង់ដីថាបើអត់មានសតិហ្នឹងទេហ្នឹងក្នុងអត្ថថាតែប្រធានណាត្រង់សតិមាមើលកន្លែងហ្នឹងអត់មានសតិហ្នឹងទេអត់មានសតិកំណត់អារម្មណ៍ហ្នឹងទេគឺអត់មានវិបស្សនាទេអាហ្នឹងល្មមបញ្ជាក់ថាជាពូជបានហើយហ្នឹងហើយយកសមថៈមកធ្វើពូជអត់បានទេហ្នឹងប្រៀបដូចជាដីល្អហ្នឹងហើយដូចជីអញ្ចឹងណាបើថាយកសិលធ្វើដីសមថៈដូចជីអញ្ចឹងទៅទៀនដែលយើងធ្វើទៀនហ្នឹងដូចជាការស្រោចទឹកទៅវាចាំបាច់ហើយប៉ុន្តែតួពូជអត់សតិប្បដ្ឋានគឺអត់មានវិបស្សនាកើតទេល្មមថាពូជបានឬអត់ប៉ុណ្ណឹងណាហ្នឹងហើយព្រោះបើអត់មានសតិប្បដ្ឋានអត់មានវិបស្សនាហ្នឹងហើយហ្នឹងហើយចឹងខ្ញុំណាធ្លាប់ប្រើកុំព្យូទ័រអីគ្រាន់ចម្លងធัวអីនឹងថតអីចឹងទៅយកទៅទុកអីហ្នឹងមានក្បាលព្រួយហ្នឹងអាហ្នឹងអូសវាទៅដាក់ចំកម្មវិធីអីកម្មវិធីបញ្ចូលធัวអីហ្នឹងដាក់ទៅចុចវាទៅចេញកម្មវិធីនឹងមកឲ្យប្រើខ្ញុំណានឹកឃើញថាសតិហ្នឹងដូចក្បាលព្រួញហ្នឹងឯងអូសទៅដល់កម្មវិធីអីចុចពុបទៅអាហ្នឹងកម្មវិធីហ្នឹងវាចេញឲ្យប្រើអាហ្នឹងវិបស្សនាអាហ្នឹងខ្ញុំណាក៏នឹកឃើញព្រោះថាជាការប្រៀបធៀបដើម្បីបញ្ជាក់ឲ្យឃើញថាសតិដែលរលឹកដឹងបរមត្តធម៌ហ្នឹងបាននាំឲ្យមានវិបស្សនាគឺតលតែសតិរលឹកទៅក្នុងកាយវេទនាចិត្តធัวដូចថាចាប់អារម្មណ៍នឹងយកមកឲ្យវិបស្សនាមើលទៅបានវិបស្សនាហ្នឹងកំណត់នាមរូបនឹងបានទៅកំណត់រូបទៅកំណត់នាមទៅនាមរូបបរិច្ឆេទញ្ញាណទៅហ្នឹងឯងចម្រើនឡើងឯសតិហ្នឹងគឺមានតែការរលឹកដឹងបរមត្តធัวតែប៉ុណ្្នឹងឯងវិបស្សនាទេដែលចម្រើនតាំងពីទុនខ្ចីទៅឈ្មោះថាអនុឡោមមញាណហ្នឹងដែលយើងរៀនព្រះអភិធម្មដោយ9បរិច្ឆេទសង្ខេបអីហ្នឹងអនុឡោមយើងដឹងនៅក្នុងមគ្គវិធ័យមានអនុឡោមកោតភូមានមគ្គហើយប៉ុន្តែនៅក្នុងវិបស្សនាកថាបដិសម្មិទេមគ្គហ្នឹងហើយគឺអនុឡោមហ្នឹងមានទុនខ្ចីតាំងពីវិបស្សនាខាងដើមហ្នឹងមកអនុឡោមកដាលហើយនឹងអនុឡោមចាស់ខ្លាហ្នឹងហើយអនុឡោមហ្នឹងព្រះថាលោកបញ្យល់អនុឡោមដល់អរិយមគ្គហើយខន្តីហ្នឹងគឺខមន្តិរុចន្តិតេខន្តិគេណាគប់ចិត្តពេញចិត្តជាមួយគ្នានឹងញាណដែលបានដឹងអនិច្ចំទុក្ខំអនត្តាហ្នឹង
ហ្នឹងហើយហ្នឹងបញ្យល់ពាក្យខន្តិញាណហ្នឹងណាហ្នឹងហើយចឹងបានយើងអស់ឆ្ងល់អំពីពេជ្ជឃាតពុកមាត់ក្រហមនៅក្នុងធម្មបតតកថាប្រាប់ថាលោកបានអនុឡោមិកខន្តីហើយខ្ញុំណាមើលមុនវងហ្នឹងយកឆ្ងល់ថាមិនក៏មិនថាបានសោតតាមម្ដងដែរព្រោះអនុឡោមហើយវាអត់មានចុតិអីនៅចន្លោះហ្នឹងទេអនុឡោមកោតភូមិហ្នឹងយើងគ្រាន់តែដឹងអនុឡោមក្នុងមគ្គវិថីហ្នឹងហើយតើមកជួបអដ្ឋថាវិបស្សនាកថាហ្នឹងបានថាអូតាំងពីទួនខ្ចីមកអនុឡោមហ្នឹងអនុឡោមដល់អរិយមគ្គអនុលោមមគ្គលោមមគ្គហ្នឹងរោមហ្នឹងឯងតែសម្របរោមហ្នឹងឯងអនុឡោមហ្នឹងឯងបដិឡោមវាពិច្រាហ្នឹងអនុឡោមវាសម្របលោមមគ្គរោមហ្នឹងឯងហ្នឹងឯងពេលអនុឡោមហ្នឹងអញ្ចឹងមួយទៀតដោយឃើញអដ្ឋថាដីកាលោកប្រើពាក្យទាំងសមថៈទាំងវិបស្សនាដោយពាក្យក្នុងអដ្ឋថាវិភាំងឈ្មោះសមោហៈវិណោទនីជាភាសាបាលីកុំច្រឡំពាក្យថាសមថៈហ្នឹងគឺនៅក្នុងសមថៈដែលចម្រើនទៅក្នុងបញ្ញត្តិជាអារម្មណ៍អីផ្សេងហ្នឹងបានមានពាក្យថាសមថៈហើយក្នុងវិបស្សនាគឺវិបស្សនាសត្វអីចឹងណាហ្នឹងក៏ជាចំណុចที่យើងច្រឡំដែរព្រោះសមថៈហោតិបស្សនាហោតិហ្នឹងក្នុងការចម្រើនវិបស្សនាហ្នឹងគឺមានសមថៈអរិយមគ្គអង្គ8ហ្នឹងសង្គ្រោះទៅក្នុងសិលសមាធិបញ្ញាហ្នឹងហើយបើចែកជាពីរគឺសមថៈវិបស្សនាហ្នឹងសមាទិដ្ឋិសមាសង្កបៈហ្នឹងហើយអង្គមគ្គ6ទៀតរួមទាំងវិរតិ3ផងហ្នឹងគឺចូលក្នុងសមថៈទៅហ្នឹងហើយឬក៏ចរណៈទៅចែកជាពីរហ្នឹងហើយអរិយមគ្គអង្គ8ហ្នឹងពីរដងទៅវិជ្ជាចរណៈណាសមថៈវិបស្សនាហ្នឹងហើយអញ្ចឹងសមាធិសមាសង្កបៈហ្នឹងជាវិជ្ជាហើយជាវិបស្សនាហើយអង្គមគ្គ6ទៀតហ្នឹងជាចរណៈហ្នឹងហើយគូមួយវិជ្ជាហើយជាសមថៈគូជាមួយវិបស្សនាហ្នឹងហើយសមថៈហ្នឹងគឺប្រព្រឹត្តទៅក្នុងវិបស្សនាហ្នឹងដូចជានៅក្នុងយុគណដ្ឋៈបដិសមិទាមគ្គហ្នឹងចម្រើនសមថៈនិងវិបស្សនាហ្នឹងជាគូនឹងគ្នាសមថៈមានអារម្មណ៍របស់សមថៈទៅធម្មឈានទៅចេញពីធម្មឈានមកចម្រើនវិបស្សនាទៅចូលទុយឈានទៅចេញមកចម្រើនបស្សនាជាគូនឹងគ្នាវិបស្សនាហ្នឹងក៏ជួយរក្សាសមថៈហ្នឹងកុំឲ្យថៃនិមិត្តៈហើយសមាធិហ្នឹងសមថៈហ្នឹងក៏ជួយវិបស្សនាកុំឲ្យមានភាពអវើរវាយដោយឧបនិស្សយបច្ច័យហ្នឹងថាសមថៈវាបពួកនៃថៃនិមិត្តៈហ្នឹងគឺបានន័យថាជាឧបនិស្សយបច្ច័យតើមានវិរិយៈប៉ុន្តែនៅក្នុងយុគណដ្ឋៈគឺលោកបញ្យល់សមថៈនិងវិបស្សនាជាគូនឹងគ្នាហ្នឹងរហូតមកដល់វត្ថានគាមិនីវិបស្សនាវត្ថានគាមិនីវិបស្សនាហ្នឹងគឺសំដៅយកសង្ខារុបេខាញាណដែលចាស់ខ្លាជាបច្ច័យដល់អនុឡោមហ្នឹងហើយហើយបើរាប់ទៅទាំងកោតភូនឹងផងវត្ថានគាមិនីបស្សនាណាហ្នឹងហើយសង្ខារុបេខាញាណដែលចាស់ខ្លាជាបច្ច័យដល់អនុឡោមក្នុងមគ្គវិថីហើយក៏កោតភូនឹងផងហ្នឹងវត្ថានៈវត្ថានៈចេញពីលោកហ្នឹងចូលទៅកាន់ព្រះនិព្វានមានអរិយមគ្គជាខ្លោងទ្វារអរិយមគ្គជាខ្លោងទ្វារនៃព្រះនិព្វានតថាគតបើកហើយណាអបារតាទេអមតសទ្វារាហ្នឹងគឺអរិយមគ្គហ្នឹងជាខ្លោងទ្វារហ្នឹងអ្នកដែលមានតិចចូលបញ្ចេញនៅសទ្ធាមកយេសោតវន្តោប្រមុញច័ន្ទសត្ធាងហ្នឹងគឺអរិយមគ្គជាខ្លោងទ្វារអញ្ចឹងចេញពីវត្តដាក់ដើម្បីចូលទៅកាន់ព្រះនិព្វានចូលតាមខ្លោងទ្វារអរិយមគ្គហ្នឹងអញ្ចឹងវត្ថានគាមិនីវិបស្សនាឬហៅថាវិវត្តដាក់គាមិនីវិបស្សនាក៏បានវិវត្តដានុបស្សនាក៏បានហ្នឹងហើយក្នុងអនុបស្សនា18ណាហ្នឹងគឺនៅក្នុងយុគណដ្ឋៈហ្នឹងព្រះថាលោកបញ្យល់
សមថៈនិងវិបស្សនាដែលជាគូនឹងគ្នានេះពីព្រោះក្នុងយុគណាត់ធៈហ្នឹងសំដែងដោយមគ្គបដិបទាមាន4ទាំងវិបស្សនាមានសមថៈជាប្រធានហើយចម្រើនសមថៈមានវិបស្សនាជាប្រធានហើយនឹងយុគណាត់ធៈហ្នឹងទី3ទី4គឺតេតួងទៅនឹងវិបស្សនូបកិលេសហ្នឹងហើយកន្លែងយុគណាត់ធៈហ្នឹងដល់នៅខាងចុងយុគណាត់ធៈហ្នឹងព្រះធម្មទេសនាបតីក៏បានសម្ដែងចូលមកដល់អរិយមគ្គនេះអារម្មណដ្ឋេនៈហ្នឹងរាប់ជាមូលបទហ្នឹងហើយយកអរិយមគ្គដែលមានព្រះនិព្វានជាអារម្មណ៍ណាដោយអត្ថាអារម្មណ៍ជាមួយគ្នាហ្នឹងណាសមថៈវិបស្សនាហ្នឹងឯងតែចូលមកដល់អរិយមគ្គទាំងសមថៈទាំងវិបស្សនាគឺកាលដែលមិនប្រព្រឹត្តកន្លងនៅគ្នាហ្នឹងវិបស្សនាមានសង្ខារជាអារម្មណ៍សមថៈក៏មានអារម្មណ៍របស់សមថៈហ្នឹងទៅធម្មឈានទុយឈានរូបវិឈានអរូបវិឈានរហូតនេវសញ្ញានាសញ្ញាយតនៈហ្នឹងចឹងទៅដល់ពុទ្ធានគាមនីបស្សនាចូលមកដល់អរិយមគ្គហ្នឹងអរិយមគ្គហ្នឹងជាផលរបស់សមថៈបស្សនាហ្នឹងហ្នឹងឯងហើយអរិយមគ្គហ្នឹងឯងគឺអារម្មណដ្ឋេនៈហ្នឹងយកជាមូលបទបាននៅសល់16ទៀតនេះរាប់ចាប់តាំងពីកោចរថេនៈនេះដោយអត្ថាកោចរហ្នឹងហ្នឹងហើយកោចរគឺអារម្មណ៍ហ្នឹងប៉ុន្តែថាដល់មានអារម្មណ៍ហើយព្រះថាលោកឲ្យប្រែថាអាស្រ័យចឹងទៅវិញទៅហ្នឹងហើយនៅព្រះនិព្វានហ្នឹងគឺសមថៈវិបស្សនាហ្នឹងឯងតែចូលមកនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងណាហ្នឹងហើយមានទាំងសមថៈទាំងវិបស្សនាហ្នឹងឯងហើយតែប្រធានហ្នឹងសម្មាសតិហ្នឹងចូលនៅក្នុងសមាធិហ្នឹងឯងសមាវាយាមៈសមាសតិសមាធិហ្នឹងឯងអង្គមគ្គហ្នឹងតាំងពីវិបស្សនាមកមិនអត់សមថៈណាក្នុងវិបស្សនាហ្នឹងនៅក្នុងអភិធម្មសង្កនីព្រះអង្គសម្ដែងហ្នឹងដោយមហាកុសលញាណសម្បយុទ្ធហ្នឹងគឺមានសមថៈហោតិវិបស្សនាហោតិណាក្នុងអកុសលមានសមថៈហោតិអត់តែបញ្ញាហោតិហ្នឹងហើយសមថៈមានទាំងកុសលទាំងអកុសលហ្នឹងទាំងលោកយៈទាំងលោកុត្តរៈហ្នឹងពាក្យថាសមថៈហ្នឹងហើយយើងបានជ្រាបក្នុងសេចក្តីហ្នឹងអញ្ចឹងគឺក្នុងអរិយមគ្គហ្នឹងដូចជាពោធិបក្ខយធัวពោធិបក្ខយធัว37ប្រការណាហ្នឹងហើយសង្គ្រោះចូលមកនៅក្នុងអរិយមគ្គចូលមកនៅក្នុងសមថវិបស្សនាចូលមកក្នុងសិលសមាធិបញ្ញានឹងឯងសតិប្បដ្ឋាន4ហ្នឹងចូលមកក្នុងសមាសតិសមថៈហ្នឹងឯងហើយសមាបធានវិរិយៈហ្នឹងឯងសមាវាយាមៈហ្នឹងទៅហើយអតិបាតឆន្ទៈវិរិយៈចិត្តវិមង្សាឆន្ទៈចូលក្នុងសិលហ្នឹងនៅក្នុងអដ្ឋថាសច្ចវិភាំងចឹងហ្នឹងហើយដែលសង្គ្រោះចូលមកនៅក្នុងអរិយមគ្គណាពោធិបក្ខយធัวហ្នឹងឆន្ទៈចូលក្នុងសិលណាហ្នឹងហើយវិរតិ3ហ្នឹងជាសិលហើយប៉ុន្តែឆន្ទៈនៅក្នុងក្រុមសិលឆន្ទៈវិរិយៈយ៉ាងដឹងហើយវិរិយៈចិត្តៈចូលក្នុងក្រុមសមាធិហ្នឹងហើយវិមង្សាគឺបញ្ញាហើយឥន្ទ្រី5ពលៈ5សទ្ធាចូលក្នុងក្រុមសិលណាហ្នឹងហើយហើយវិរិយៈសតិសមាធិបញ្ញាយើងជ្រាបតាមហ្នឹងហើយពោឆង្គៈសតិហ្នឹងយើងដឹងហើយសមាសតិធម្មវិជ្ជៈគឺបញ្ញាវិរិយៈបៃតិចូលក្នុងសមាធិណាបៃតិហ្នឹងហ្នឹងហើយបស្សទ្ធិក៏ចូលក្នុងសមាធិបស្សទ្ធិសម្ពោឆង្គៈសមាធិសម្ពោឆង្គៈឧបេក្ខាសម្ពោឆង្គៈក៏ចូលក្នុងសមាធិដែរហ្នឹងឲ្យលោកគ្រូបានជ្រាបពីពាក្យថាសមថៈហ្នឹងហ្នឹងហើយបរិកោអ្នកសិការៈបពៈហ្នឹងហើយអាហ្នឹងគឺចម្រើននៅក្នុងបរិកោហ្នឹងហើយសម្ដែងដូចម្ដេចហ្នឹងសិតតែតេតួងនឹងកាយទាំងគ្រប់បពៈហ្នឹងអរិយាបដ្ឋបពៈសម្បជញ្ញៈបពៈបរិកោអ្នកសិការៈបពៈធិរបពៈនិវសីវតិកាបពៈហ្នឹងគឺជាប្រកម្មដ្ឋាន
សម្រាប់សមថយានិកនឹងឯងតែព្រះអង្គសម្ដែងកម្មដ្ឋានដែលជាប់តាក់ទងនឹងកាយចម្រើនកម្មដ្ឋាននឹងទៅណាបានដែលធ្លាប់ស្ដាប់បរមត្តធម៌មកទៅបានរលឹកដឹងកាយហ្នឹងរូបកាយជាបរមត្តធម៌ហ្នឹងបានទៅជាកាយានុបស្សនាតិប្បដ្ឋានមានសមថៈជាបាតហ្នឹងហើយតិប្បដ្ឋានគឺមានកាយណាកាយគឺមហាភូតរូប4និងឧបាទេយរូបហ្នឹងបញ្ជាក់ច្បាស់អញ្ចឹងហ្នឹងហ្នឹងហើយក្នុងអត្ថថាបដិសម្បទាមគ្គជាភាសាបាលីភាគ2ត្រង់សតោការិញ្ញានិទេសហ្នឹងហើយទំព័រ234 235លោកពោលតាំងកាយ៉ាងល័យហ្នឹងណាពេលថាពិចារណាឃើញកាយនោះបានក្តីថាជាប់តាមកាយតាមដែលពោលមកហើយដោយអំណាចនៃសមថៈនិងវិបស្សនាហើយឃើញដោយញាណដោយសម្បយុទ្ធទៅដោយឈានឬដោយវិបស្សនាញាណក្នុងគម្ពីរដីការបស់វិសុទ្ធមគ្គឈ្មោះបរមត្ថមញ្ជូសាជាភាសាបាលីភាគ1ទំព័រ538ត្រង់អានាបានសតិកថាលោកពោលពាក្យថាពិចារណាឃើញគឺឃើញរឿយៗដោយញាណដោយសម្បយុទ្ធដោយឈានផងដោយវិបស្សនាផងហ្នឹងហើយហ្នឹងគឺយើងមើលសមថៈវិបស្សនាតាមហ្នឹងទៅណារៀបរាប់មកបាញ់ហ្នឹងហើយសម្បយុទ្ធដោយឈានបឋមឈានទុតិយឈានតតិយឈានចរិតឈានទៅហ្នឹងហើយនៅក្នុងអានាបាហ្នឹងហ្នឹងហើយដល់ទៅវិបស្សនាហ្នឹងហើយនៅត្រង់កន្លែងណាគឺឃើញការកើតការរលត់ហ្នឹងហើយនៅក្នុងការដែលព្រះអង្គទ្រង់សម្ដែងគ្រប់បព្វៈទាំងអស់ហ្នឹងគឺសិតតែតេតួងទៅនឹងការកើតការរលត់ហ្នឹងហើយក្នុងបព្វៈរហូតហ្នឹងឃើញការកើតការរលត់ទាំងការកើតទាំងការរលត់ហ្នឹងអ្វីដែលកើតរលត់គឺជាបរមត្តធម៌ទៅតេតួងទៅនឹងសភាវៈធម៌ដែលកើតរលត់ហ្នឹងហើយបញ្ញត្តិអត់មានការកើតការរលត់ទេអញ្ចឹងយើងចែករវាងសមថៈដែលមានបញ្ញត្តិជាអារម្មណ៍ផ្សេងអញ្ចឹងទៅគឺឈ្មោះត្រឹមតែសតិទេកុំឲ្យច្រឡំទៅនឹងសតិប្បដ្ឋានអានាបានសតិតែប៉ុណ្្នឹងឯងកាយកតាសតិតែប៉ុណ្្នឹងទេសតិប្បដ្ឋានណាគឺមានកាយជាទីតាំងនៃសតិហ្នឹងណាបានទៅជាសតិប្បដ្ឋានរាប់4ឃើញទេរាប់សតិប្បដ្ឋាន4កាយគេណាកាយានុបស្សនាសតិប្បដ្ឋានកាយគឺមហាភូតរូប4និងឧបាទេយរូបជាច្បាស់ក្នុងអដ្ឋតាតបដ្ឋានសោតនឹងតម្ដងចឹងហ្នឹងហើយសំខាន់ពិសេសគឺឲ្យយើងអស់ការខ្វាយខ្វល់អស់ឆ្ងល់នឹងថាទៅគិតថាមានបញ្ញត្តិជាអារម្មណ៍ផងបរមត្តជាអារម្មណ៍អីផងជជែកគ្នាហ្នឹងឯងគឺមិនចាំបាច់ជជែកអីទៅទៀតទេហ្នឹងឯងដល់យើងមកបញ្ជាក់ហ្នឹងឯងមិនមែនចង់ថាទុកធัวចោលឈប់បញ្ជាទេព្រោះបញ្ជាក់តាមព្រះពុទ្ធដីកាព្រះអង្គទ្រង់សម្ដែងកាយវេទនាចិត្តធัวក្នុងបៃដកលេខ38សមុទយៈសូត្រហ្នឹងហើយក្នុងអមតៈវៈក្នុងនិតពរប្រមាណបៃដកលេខ38ហ្នឹងហើយទៅសូត្រតែបន្តិចទេចំពោះម៉ាចំពោះ73មែនទេមែនកន្លែងហ្នឹងទេហ្នឹងសមុទយៈសូត្រមែនរក្សាអ្នករតីរក្សាខ្លួនឯងហ្នឹងពោះ73ណាបៃដក38ហ្នឹងហើយមើលក្នុងអមតៈវៈណាសូត្រទី2ហ្នឹងហើយហ្នឹងគឺច្បាស់កន្លែងហ្នឹងឯងយើងមានអថាមានដីកាណាច្បាស់ជាងពុទ្ធអង្គទៀតព្រះអង្គតែងកាយនឹងមានការកើតរលត់គឺជាបរមត្តហើយហ្នឹងឯងអញ្ចឹងនាំគ្នាអប់រំចម្រើនឲ្យបានសតិប្បដ្ឋានហ្នឹងទៅវិញទៅកុំយកមកជារឿងរអាក់រអួលក្តុកក្តួលអីឬក៏ចង់ឈ្នះចង់ចាញ់អីអត់បានស្ងប់ចិត្តទេហ្នឹងហើយគឺឲ្យសំខាន់គឺថាមានសតិប្បដ្ឋានទៅបានជាសតិប្បដ្ឋានទៅបានជាទីពឹងណាហ្នឹងហើយខ្ញុំណាចេះឮ
អង្គនេះអង្គនោះអីទៅតាមវត្តហ្នឹងចេះសាកសួរវិជ្ជាតែក្តីហ្នឹងហ្នឹងឯងឮសូរជជែកគ្នាអីហ្នឹងចឹងទៅដោយសារថាអាណាបានសតិនៅក្នុងតបដ្ឋានសូត្រហ្នឹងក៏យកអាណាបានសតិហ្នឹងឯងជាសតិប្បដ្ឋានហ្នឹងឯងគ្រាន់តែព្រះអង្គសម្ដែងអាណាបានសតិក្នុងប្រសូតនឹងសោះអីក៏ចាប់យកថានឹងគឺសតិប្បដ្ឋានអញ្ចឹងណាហ្នឹងឯងចឹងបើតើតែយើងមកយល់សតិប្បដ្ឋាននេះដែលនាំឲ្យចម្រើនកាយានុបស្សនាសតិប្បដ្ឋាននេះមានអីជាអារម្មណ៍អានឹងបានច្បាស់កាយានុបស្សនាសតិប្បដ្ឋានហ្នឹងឯងសតិយាអារម្មណੰបរិក្ខហេត្វាបញ្ញាយៈអនុបស្សតិហ្នឹងឯងហើយបើអត់មានសតិទេអត់មានការចម្រើននៅវិបស្សនាទេហ្នឹងចាំគួរឲ្យទៅមើលកន្លែងសតិឃើញណាម៉េច113ចាបៃដកលេខ38ទៅហើយណាណាបង្និត38ចឹងហ្នឹងណា38ទំព័រ113មើលតែប៉ុណ្្នឹងទៅព្រះពុទ្ធអង្គសម្ដែងកាយវេទនាចិត្តធัวមានការកើតរលត់ប៉ុណ្្នឹងហើយហ្នឹងហើយដែលកើតរលត់ហ្នឹងក្រែងលោយើងស្ដាប់មកឬលោកម្ចាស់ថាអានឹងព្រះអង្គសម្ដែងដល់ឧទយបញ្ញាញាណហើយអានឹងក្រែងលោច្រឡំទៅតាមនឹងទៀតហ្នឹងហើយអានឹងឲ្យយើងបានជ្រាបថាការកើតរលត់ហ្នឹងមិនមែនកើតរលត់ដោយញាណទេហ្នឹងហើយគ្រាន់តែញាណនឹងកើតឡើងបានឃើញប៉ុន្តែការកើតរលត់ជាធម្មតានៃធម៌ហ្នឹងហើយគ្រាន់តែដើម្បីបញ្ជាក់ថាអ្វីដែលមានការកើតរលត់ជាបរមត្តធម៌ប៉ុណ្្នឹងឯងហ្នឹងឯងមិនមែនថាកើតរលត់ដោយសារឧទយបញ្ញាញាណហើយមុនឧទយបញ្ញាញាណវាអត់កើតអត់រលត់ទេមិនមែនចឹងទេហ្នឹងវែងធัวទៀតហ្នឹងឯងតែកើតរលត់ហ្នឹងព្រះអង្គទ្រង់ប្រកាសសម្ដែងកើតដោយសារបច្ច័យអីចឹងណាសមុទយញ្ចៈថង្កមេញ្ចៈហ្នឹងមានបច្ច័យឲ្យកើតឡើងសមុទយៈហ្នឹងហើយរមែងរលត់ទៅយ៉ាងកេញសមុទយៈធម្មំសព្វន្តੰនិរោធធម្មន្តិធម្មជាតិណាដែលមានការកើតឡើងជាធម្មតាធម្មជាតិនោះមានការរលត់ទៅជាម្ចាស់ថាអញ្ចឹងទៅក៏បានដែរកុំឲ្យចេះទៅដណ្ដើមរបស់ក្នុងโลกនេះហ៎ហ្នឹងឯងប្រគល់ឲ្យโลกនេះទៅយើងមានព្រះនិព្វានជាទីពឹងត្រង់ដែលមិនប្រកាន់ថាខ្លួនយើងអត់ចាំបាច់ដណ្ដើមអីក្នុងโลกនេះទេហ្នឹងឯងតែដណ្ដើមទៅទេវតាត្រែកចោលហ្នឹងឯងចោលលួចក្លិនក្នុងបតមៈបុព្វសោតហ្នឹងឯងហ្នឹងដូច្នេះគឺប្រគល់ឲ្យโลกនេះយើងគ្រាន់តែមានបន់ជួលមកសម្រាប់ប្រើក្នុងការប្រព្រឹត្តព្រះចក្រយធម៌ហ្នឹងមិនមែនយកមកបំរើទេយកមកប្រើណាគុណចាស់ប្រើណាប្រើណីគ្មានមហាសិទ្ធិស្ដេចចក្រពត្តិណាមានសម្បត្តិប៉ុណ្ណាឲ្យមកបានប្រយោជន៍ដូចតែលោកម្ចាស់ទេដែលប្រព្រឹត្តធម្មវិន័យហ្នឹង24ម៉ោងវាសំខាន់ណាក្នុងការប្រើប្រាស់ជីវិតហ្នឹងឯងឆាន់ចង្ហាន់ថ្ងៃអស់យ៉ាងថាធម្មតា10000រៀលហើយឲ្យលោកជាថៃគាត់ចាយមួយថ្ងៃហ្នឹង$10,000ទៅនៅផ្ទះសំណាក់អីផងទៅអីទៅមួយថ្ងៃ$10,000ហ្នឹងហើយថាអញ្ចឹងណាគាត់បាន24ម៉ោងដដែលហ្នឹងហើយ24ម៉ោងហ្នឹងមិនដឹងយកមកធ្វើអីខ្លះហ្នឹងហើយដឹងបាបដឹងបុណ្យអីយ៉ាងណាប៉ុន្តែណាគុណចាស់ពុទ្ធបរិស័ទយើងថា10000រៀលបាន24ម៉ោងអស្ចារ្យណា10000រៀលហ្នឹងហើយ24ម៉ោងមានបត្រៃណគុំផងមានសិលផងមានការត្រួតត្រងធម្មវិន័យផងអស់យ៉ាងមែនទែនអាហ្នឹងដែលយើងប្រើអត្តភាពហ្នឹងដើម្បីសាងព្រហ្មយានហើយយើងព្រមប្រគល់ឲ្យលោកនេះវិញហើយចឹងគាត់ថាយើងជួលមកតែមានប៉ុនបានជួលមកបានប្រើណាប្រើណីហ្នឹងហើយមិនទាន់ស្លាប់មិនទាន់ប្រគល់ឲ្យចាំស្លាប់ចាំយកទៅហ្នឹងហើយហ្នឹងហើយចាត់គ្រឿងអញ្ចឹងណាហ្នឹងសត្វសេកហ្នឹងមិនមែនសត្វសេកមានកុសលប្រតិកកុសលថ្នាក់សតិប្បដ្ឋានហ្នឹងហើយ
ក្រាន់ថាដែលគួរឯងសួរថាញាណសម្បយុទ្ធញាណវិបយុទ្ធហ្នឹងណាកុសលហ្នឹងវានៅក្នុងថ្នាក់សតិប្បដ្ឋានហ្នឹងឯងវាមានតាំងពីបុព្វចេតនាអបរចេតនាអីចឹងទៅណាមហាកុសលណាហ្នឹងឯងព្រឹកទៅវានៅក្នុងថ្នាក់ហ្នឹងវាមិនមែនថ្នាក់ទៀនមិនមែនថ្នាក់សិលមិនមែនថ្នាក់សមថៈតែជាថ្នាក់សតិប្បដ្ឋានប៉ុន្តែថាឲ្យមានញាណទៅដល់ណាហ្នឹងវាទៅតាមបញ្ញានឹងទៀតមានបរមត្ថជាអារម្មណ៍ជាកុសលថ្នាក់វិបស្សនាហ្នឹងហ្នឹងឯងគ្រាន់តែថាជាកុសលវានៅក្នុងក្រុមកុសលថ្នាក់សតិប្បដ្ឋានហ្នឹងឯងយល់ទេចឹងហ្នឹងឯងហើយញាណវិបយុទ្ធអីដូចគ្នាចឹងណាមិនមែនកុសលហ្នឹងគឺកុសលថ្នាក់សតិប្បដ្ឋានបស្សនាហ្នឹងតលតែញាណសម្បយុទ្ធទេញាណវិបយុទ្ធក៏ដោយប៉ុន្តែមិនមែនកុសលថ្នាក់ទៀនថ្នាក់សិលថ្នាក់សមថៈគឺនៅក្នុងក្រុមកុសលថ្នាក់សតិប្បដ្ឋានទាំងបុព្វចេតនាទាំងអបរចេតនាអីទាំងអស់ហ្នឹងអស់ហើយប៉ុណ្ណឹងណាប៉ុណ្ណឹងចុះព្រោះខ្ញុំណាត្រូវត្រឡប់ទៅតនម៉ោង4តែវត្តអង្គរវ័នគូភួងតែធ្វើអីក៏អត់ចឹងដែរហើយបង្និតមកអានប្រាក់បុជាវធចូលរួមទាំងសូមអនុមោទនីសូមអនុមោទនីសូមឱកាស5នាទីទៀតណាដាំមកហូមមួយចង់ឲ្យ5នាទីនឹងអត់មានអីទៀតទេតែប៉ុណ្្នឹងទេណាសូមអនុមោទនីនៅក្នុងសមុទ្រយៈសោតដែលលោកគ្រូរតនាមក3.38ទំព័រ110